សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបយកកីឡាករទៀតហើយយើងថារបៀបយកកីឡាករ Legend នេះបងប្អូនរបៀបយកផ្កាយយកមកចាប់យក Legend នេះខ្ញុំថាកីឡាករនេះសិស្សកីឡាករល្អសិស្ស Legend បងប្អូនហើយគេតម្លាក់មកឲ្យអញ្ចឹងណាហើយយើងថាកីឡាករពីរនេះគេដាក់សញ្ញាសួរនេះមិនចាំឆ្ងល់យើងថាថ្ងៃទី6បានគេតម្លាក់មកឲ្យមើលអញ្ចឹងណាថ្ងៃទី6ណាកីឡាករពីរនេះតថ្ងៃទី6បានគេតម្លាក់មកឲ្យមើលសញ្ញាសួរនេះហើយខ្ញុំថាតថ្ងៃទី6បានគេតម្លាក់មកឲ្យមើលអញ្ចឹងណាហើយខ្ញុំថាកីឡាករនេះសិតល្អទាំងអស់បងប្អូនខ្ញុំថាកីឡាករសិត Legend បងប្អូនហើយខ្ញុំថានេះថ្ងៃទី6បានគេបើកឲ្យមើលអញ្ចឹងណាកីឡាករហ្នឹងហើយថាខ្ញុំថារបៀបយកវាគឺយកផ្កាយមកដូរបងប្អូនហើយរបៀបយកផ្កាយស្រួលទេបងប្អូនហើយខ្ញុំថាចាំខ្ញុំប្រាប់នេះខ្ញុំថារបៀបយកផ្កាយនេះផ្កាយនេះបងប្អូននេះផ្កាយនេះខ្ញុំថាផ្កាយហ្នឹងណាហើយខ្ញុំថាបងប្អូនលេងវគ្គណាក៏បានដែរបងប្អូនលេងមកហើយបងប្អូនគ្រីសកន្លែងហ្នឹងមកនេះបងប្អូននេះខ្ញុំថាលេងទៅនេះគ្រីសខ្ញុំលេងបានប៉ុន្មានវគ្គនេះខ្ញុំគ្រីសបានមួយនេះឃើញទេអញ្ចឹងគ្រីសពេញបានមួយឃើញទេនេះខ្ញុំថាហ្នឹងហើយលេងវគ្គណាក៏បានដែរបងប្អូននេះបាននេះទៀតនេះគ្រីសមួយទៀតនេះឃើញទេបងប្អូននេះបានកីឡាករនេះកីឡាករបងប្អូនយើងថាយើងលេងវគ្គអីក៏បានដែរបងប្អូនអាហ្នឹងណាហើយខ្ញុំថាយើងលេងដល់ចប់ទៅកីឡាករហ្នឹងខ្ញុំថាផ្កាយនេះនៅចុងក្រោយបងគេឲ្យបងប្អូនលេងរាល់ថ្ងៃអញ្ចឹងទៅណាលេងទៅលេងឲ្យអស់អញ្ចឹងទៅលេងឲ្យអស់ហើយបើសិនជាជាប់សោថ្ងៃជាប់សោកន្លែងនេះអញ្ចឹងណាជាប់សោម្ដងថ្ងៃទី30 ខែ 7 2026មក9ហ្នឹងគេឲ្យទៀតបងប្អូននេះគេឲ្យបើកសោអាហ្នឹងឲ្យលេងទៀតលេងរហូតបងប្អូនលេងរហូតមកនេះលេងរហូតមកបានផ្កាយចង់នេះបងប្អូននេះផ្កាយហ្នឹងហើយផ្កាយហ្នឹងយកមកដូរកីឡាករនេះបងប្អូនផ្កាយហ្នឹងយកមកចាប់យកកីឡាករនេះបងប្អូនចាប់យកកីឡាករទាំងអស់ហ្នឹងហើយកីឡាករ Legend ទាំងអស់បងប្អូនល្អហើយខ្ញុំថាដូចនិយាយចឹងបងប្អូនលេងរាល់ថ្ងៃលេងវគ្គអីក៏បានដែរអាហ្នឹងខ្ញុំថាលេងវគ្គអីក៏បានដែរកីឡាករហ្នឹងហើយនេះអានេះទីលានដែរបងប្អូនលេងដល់នេះបានទីលានទៀតនេះទីលានគេអាប់ឲ្យទីលាននេះទៀតកីឡាកររបៀបលេងស្រួលបងប្អូនលេងវគ្គណាក៏បានដែរអញ្ចឹងណាបងប្អូនខ្ញុំថាលេងងាយស្រួលទេហើយរបៀបលេងមានតែប៉ុណ្្នឹងឯងរបៀបលេងអាហ្នឹងហើយខ្ញុំថាប្រាប់អានេះតិចទៀតរបៀបលេងយកកាក់នេះលេងយកកាក់នេះលេងយកកាក់នេះលេងវាអីក៏បានដែរបងប្អូនលេងគ្រប់ទេ2ដងអាហ្នឹងបានអាហ្នឹងមួយលេង2ដងបានអាហ្នឹងមួយហើយលេងអានេះលេង4វគ្គកាក់កន្លែងនេះលេង4វគ្គបងប្អូនលេង4វគ្គនេះលេង4វគ្គបានអានេះ10ទៀតកាក់10ទៀតហើយលេងអានេះ6វគ្គបាន30ទៀតអញ្ចឹងស្រួលលេងវគ្គណាក៏បានដែរអាហ្នឹងពួកហ្នឹងបងប្អូនហើយខ្ញុំថាវីដេអូខ្ញុំដូចជាមានតែប៉ុណ្្នឹងខ្ញុំថារបៀបយកកីឡាករមានតែប៉ុណ្្នឹងបងប្អូនខ្ញុំថារបៀបយកកីឡាករមានតែប៉ុណ្្នឹងឯងបងប្អូនជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងបងប្អូនណាសូមអរគុណជាមុនទុកជាមុនអញ្ចឹងណាបងប្អូនខ្ញុំថារបៀបលេងយកកីឡាករមានតែប៉ុណ្្នឹង